ការប្រើប្រាស់ទឹកពុលមាត់ឲ្យបានត្រឹមត្រូវតាមវិជ្ជបញ្ជាដែលបានណែនាំជួយបង្កើនអត្ថប្រយោជន៍កាន់តែប្រសើរការណែនាំជាជំហានអំពីរបៀបប្រើទឹកពុលមាត់ឲ្យមានប្រសិទ្ធភាពនិងសុវត្ថិភាព1ចាប់ផ្ដើមជាមួយនឹងមាត់ស្អាតមានប្រសិទ្ធភាពជាទីបំផុតក្នុងការប្រើទឹកពុលមាត់បន្ទាប់ពីដុសសម្អាតធ្មេញបានយ៉ាងល្អម៉ត់ចត់ដែលធានាថាកម្ទេចចំណីអាហារនៅក្នុងមាត់ត្រូវបានស្អាតល្អនិងបន្ទាប់មកការប្រើទឹកពុលមាត់អាចជ្រាបសពទៅដល់គ្រប់ទីកន្លែងដើម្បីសម្អាតផ្ទៃក្នុងមាត់បន្ថែមទៀតទី2វាស់បរិមាណទឹកឲ្យបានត្រឹមត្រូវសូមអានការណែនាំមានបិទនៅលើដបឬនៅក្នុងប្រអប់សម្រាប់បរិមាណទឹកពុលមាត់ដែលត្រូវប្រើ